សូមជម្រាបសួរពុកម៉ែបងប្អូនសារព័ត៌មានជាតិនិងអន្តរជាតិសូមគោរពសម្ដេចនាយករដ្ឋមន្ត្រីសូមគោរពលោកជំទាវព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនខ្ញុំបាទបានកើតនិងធំពេញវ័យនៅលើទឹកដីនេះរាជរដ្ឋាភិបាលនិងប្រទេសជាតិនេះបានផ្ដល់ភាពរុងរឿងឲ្យខ្ញុំបាទនិងគ្រួសារនិងអ្វីដែលខ្ញុំបាទមានខ្ញុំបាទតែងខ្មាស់អៀននឹងខ្លួនឯងដែលមិនបានធ្វើអ្វីឲ្យបានច្រើនជាងហ្នឹងដើម្បីតបស្នងសងនៅអ្វីដែលខ្ញុំបាទបានទទួលតែទោះជាយ៉ាងណាខ្ញុំបាទសូមក្តីមេត្តាដល់ភាពយុត្តិធម៌ឲ្យខ្ញុំបាទដើម្បីខ្ញុំបាទមានឱកាសត្រឡប់មកជួបជុំគ្រួសារវិញជួបជុំនឹងក្រុមការងាររបស់បូរីដើម្បីបំពេញកាតព្វកិច្ចសាងសង់លំនៅឋានជូនអំពូមីងដែលជាអតិថិជនរបស់បូរី999ចំពោះការចោទប្រកាន់ខ្ញុំបាទជាមេខ្លោងក្នុងរឿងឃាតកម្មរបស់លោកអុកញ៉ាអឹងមេងជឺគឺពុំពិតទេព្រោះលោកស្រីតាំងកំឆេងជាភរិយាសពលោកអុកញ៉ាអឹងមេងជឺបានអះអាងបញ្ជាក់ពីគ្មានតំណែងតំណងនិងស្គាល់ខ្ញុំបាទឬជួបខ្ញុំបាទតាំងពីមុនមកដូច្នេះគ្មានមូលហេតុអ្វីខ្ញុំបាទទៅសម្រាប់មនុស្សម្នាក់ដែលមិនស្គាល់គ្នាហើយមិនស្គាល់មុខគ្នាផងឲ្យខ្ញុំបាទសម្រាប់ម្លេចទៅហើយសម្រាប់ដើម្បីអ្វីវាអត់មានគោលដៅវាអត់មានសមហេតុផលតតែសោះម្យ៉ាងវិញទៀតខ្ញុំបាទមានការមមាញឹកច្រើនខ្ញុំបាទស្រឡាញ់ការងារខ្ញុំបាទស្រឡាញ់អតិថិជនដែលគ្រប់គ្រងបរិយា999ខ្ញុំបាទខិតខំធ្វើការរាល់ថ្ងៃគ្មានពេលវេលាសម្រាប់ការងារផ្សេងទេបើសិនគ្រាន់តែសំអាងលើការឆ្លើយដាក់ឬការចោទប្រកាន់របស់អ្នកណាម្នាក់ហើយចាត់ទុកខ្ញុំបាទជាឃាតករជាមេខ្លោងសម្រាប់មនុស្សដោយគ្មានហេតុដោយគ្មានភស្តុតាងក្នុងឋានភាពខ្ញុំបាទគ្មានតំណែងតំណងឬស្គាល់ជនរងគ្រោះតតែសោះហើយការចោទប្រកាន់នេះអាចយកជាការបាននោះឥឡូវនេះខ្ញុំបាទសូមលើកជាឧទាហរណ៍មួយក្នុងពេលនេះខ្ញុំបាទនឹងឆ្លើយដាក់ឬចោទប្រកាន់ទៅអុកញ៉ាឬមេប៉ូលីសណាម្នាក់ដែលធ្លាប់មានតំណែងតំណងនិងមានតំណោះជាមួយលោកអុកញ៉ាអឹងមេងជឺតើការឆ្លើយដាក់របស់ខ្ញុំបាទអាចយកជាការបានឬទេហើយបើសិនជាយកជាការបានវាពិតជាធ្វើឲ្យជលច្របល់ពេញផ្ទៃប្រទេសហើយរីឯមានសារព័ត៌មានខ្លះលើកឡើងថាខ្ញុំបាទមានជំពាក់ប្រាក់លោកអុកញ៉ាអឹងមេងជឺ300000ថ្លៃទិញស៊ីម៉ង់ទាំងនេះគឺជាការប្រឌិតគ្មានការពិតវាជាពិធីបញ្ចូលសម្លេងរបស់សារព័ត៌មានដែលគ្មានវិជ្ជាជីវៈចង់បំពុលការពិតតែប៉ុណ្ណោះក្នុងរឿងនេះมันពិបាកស្វែងរកការពិតទេគ្រាន់តែចោះពិនិត្យអង្កេតលើក្រុមហ៊ុនខ្ញុំបាទនិងក្រុមហ៊ុនរបស់លោកអុកញ៉ាអឹងមេងជឺគឺដឹងទៅហើយការរស់ស៊ីធំម្លឹងគ្មានអ្នកណាអាចលាក់បាំងបានទេហើយវាគ្មានហេតុផលអ្វីដែលភរិយារបស់លោកអុកញ៉ាអឹងមេងជឺមិនដឹងទេក្នុងពេលនេះដែរក៏ខ្ញុំសូមថ្លែងអំណរអគុណដល់ជាជ្រៅចំពោះកាយវិការប្រកបដោយគុណធម៌របស់លោកស្រីតាំងកំឆេងជាភរិយាសពរបស់លោកអុកញ៉ាអឹងមេងជឺដែលលោកស្រីបានបញ្ជាក់អះអាងពីគ្មានតំណែងតំណងឬមិនធ្លាប់ជួបឬស្គាល់ខ្ញុំបាទតាំងពីមុនមកទាំងនេះគឺជាពន្លឺយុត្តិធម៌មួយដែលអាចបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំបាទហើយក៏ជាមូលដ្ឋាននិងជាទុនសម្រាប់តុលាការវិនិច្ឆ័យស្វែងរកយុត្តិធម៌ឲ្យខ្ញុំបាទនៅតែជឿជាក់លើប្រព័ន្ធច្បាប់នៃកម្ពុជាដែលមានអង្គការតុលាការជាអ្នកប្រតិបត្តិជាពិសេសខ្ញុំបាទជឿជាក់លើភាពឆ្លៀសវៃភ្លឺស្វាងរបស់អ្នកដឹកនាំកម្ពុជាយើងក្នុងឱកាសនេះដែរក៏ខ្ញុំបាទសូមអភ័យទោសដល់អំពូមីងបងប្អូនដែលជាអតិថិជនរបស់បូរី999ទាំងអស់ដែលធ្វើឲ្យអតិថិជនមានការបារម្ភផិតភ័យដោយសារប្រាក់កាក់ជាញើសឈាមដែលអំពូមីងបងប្អូនខំសន្សំរងមកយ៉ាងលំបាក
បានផ្ញើលើគម្រោងរបស់999ខ្ញុំបាទសូមសន្យាថាក្រោយពីខ្ញុំបាទបានផ្ដល់នូវភាពយុត្តិធម៌ខ្ញុំបាទនឹងយកអស់កម្លាំងកាយចិត្តដើម្បីសាងសង់លំនៅឋានកាន់តែទំនើបកាន់តែស្អាតកាន់តែល្អជាងមុនដើម្បីជាការដឹងគុណសូមអភ័យទោសសូមអាណិតខ្ញុំបាទផងគ្រោះនេះខ្ញុំបាទក៏នឹកស្មានមិនដល់ថាវាអាចកើតឡើងបានដែរខ្ញុំបាទនឹងបន្តអំពាវនាវដើម្បីស្វែងរកយុត្តិធម៌ខ្ញុំបាទសូមថ្លែងអំណរអគុណដល់ពុកម៉ែបងប្អូនដែលស្រឡាញ់